រោមភ្នែកគឺជាសរសៃសក់ស្ដើងនិងកោងដុះតាមគែមត្របកភ្នែកទោះបីជាគេតែងតែចាត់ទុកវាជាផ្នែកនៃសោភ័ណភាពប៉ុន្តែតាមពិតវាត្រូវបានបង្កើតឡើងសម្រាប់ការការពារការចាប់សញ្ញានិងប្រតិកម្មរហ័សយន្តការនៃការការពាររោមភ្នែកដុះចេញពីគល់សក់ក្នុងត្របកភ្នែកដែលមានបណ្ដាញសរសៃប្រសាទយ៉ាងក្រាស់វាបង្កើតជារបាំងការពារដើម្បីរារាំងធូលីកម្ទេចកំទីនិងភាគល្អិតតូចៗមិនឲ្យប៉ះផ្ទៃភ្នែករាងកោងរបស់វាជួយបង្វែរទិសដៅខ្យល់ដើម្បីកាត់បន្ថយការហួតទឹកភ្នែកដែលជួយកុំឲ្យភ្នែកស្ងួតប្រតិកម្មបញ្ច្រាស់នៅគល់រោមភ្នែកមានចុងសរសៃប្រសាទដែលអាចចាប់សញ្ញាបានយ៉ាងរហ័សទោះបីជាការប៉ះទង្គិចបន្តិចបន្តួចក៏ដោយនៅពេលមានធូលីឬខ្យល់បក់មកប៉ះរោមភ្នែកនឹងបញ្ជូនសញ្ញាឲ្យភ្នែកព្រិចភ្លាមៗក្នុងរយៈពេលត្រឹមតែ1ចំណែកនៃវិនាទីការព្រិចភ្នែកនេះជួយឲ្យទឹកភ្នែករាលដាលសព្វផ្ទៃភ្នែកដើម្បីលាងសម្អាតនិងផ្ដល់សំណើមឡើងវិញសេចក្តីសន្និដ្ឋានរោមភ្នែកមិនមែនគ្រាន់តែជាសម្រស់នោះទេប៉ុន្តែវាគឺជា1តម្រង់ការពារជួរមុខ2ឧបករណ៍ចាប់សញ្ញាចលនា3ការបញ្ជាប្រតិកម្មការពារដ៏រហ័សបំផុតមួយរបស់រាងកាយ